ไทยบรรยกเรื่องលោក Tom Andrews ดังดอนเมย์ดอมสนองการสิทธิมนุษย์องค์การสหประชาชาติโดยพญาลิขิตเพลิงการเจ้าถ่ายสิ่งใดแถลงการរបស់អ្នករាយការណ៍ពិសេសរូបនេះលោកអៀងបង្ហាញព័ត៌មានមិនត្រឹមត្រូវនិងប៉ះអាជីវកម្មភាពរហូតអាចត្រូវយកទៅប្រើដើម្បីផលប្រយោជន៍នយោបាយរបស់ភាគីពាក់ព័ន្ធដែលថៃចង់សម្ដែងមកកម្ពុជាលិខិត5ទំព័រចុះថ្ងៃទី7ខែសីហាឆ្នាំ2026រដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភូមិកិត្តកែវផ្ញើដោយផ្ទាល់ទៅលោក Volker Turk ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុង Geneva ក្នុងនោះថៃចោទលោក Andrews ធ្ងន់ធ្ងរថាខ្វះវិជ្ជាជីវៈនិងអព្យាក្រឹតភាពបង្ហាញព័ត៌មានដែលថៃចាត់ទុកថាបំភ្លៃនិងមិនត្រឹមត្រូវហើយថែមទាំងធ្វើការហួសអាណត្តិរបស់អ្នករាយការណ៍ពិសេសទៀតផងថៃថែមទាំងប្រាប់មេសិទ្ធិមនុស្សអង្គការ UN ថាសេចក្តីថ្លែងការណ៍របស់លោក Andrews ត្រូវបានធ្វើឲ្យមានភាពរំជើបរំជួលសម្រាប់ផលប្រយោជន៍នយោបាយរបស់ភាគីពាក់ព័ន្ធនិងព្រមមានថាអាណត្តិរបស់ UN មិនគួរត្រូវបានយកទៅប្រើសម្រាប់គោលដៅនយោបាយឡើយជំនួសពាក្យសម្ដីនេះផ្ទុះឡើងក្រោយលោក Tom Andrews បញ្ចប់បេសកកម្មនៅកម្ពុជានៅថ្ងៃទី31ខែកក្កដាក្នុងដំណើររយៈពេល11ថ្ងៃនោះលោកបានជួបរដ្ឋាភិបាលអង្គការសង្គមស៊ីវិលនិងចុះទៅដល់តំបន់ព្រំដែនកម្ពុជាថៃដោយផ្ទាល់ក្រោយចុះពិនិត្យលោក Andrews បាននិយាយថាលោកបានឃើញរបាំងនិងលុះបន្លាផ្ទះមានស្នាមគ្រាប់កាំភ្លើងអាគារនិងអាជីវកម្មដែលរងការបំផ្លិចបំផ្លាញព្រមទាំងគ្រាប់មិនទាន់ទុះហើយបានជួបពលរដ្ឋខ្មែរដែលមិនទាន់អាចវិលទៅផ្ទះវិញបានលោកក៏បានលើកឡើងពីប្រជាពលរដ្ឋកម្ពុជាប្រមាណ65,000នាក់ដែលត្រូវផ្លាស់ទីលំនៅនិងថានៅមានមនុស្សជាង20,000នាក់មិនទាន់អាចវិលទៅផ្ទះលោកបានរំលឹកថាក្រោមច្បាប់អន្តរជាតិនិងបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញថៃមិនសុខចិត្តនឹងការរាយការណ៍ទាំងនេះទេក្រសួងការបរទេសថៃនាយករដ្ឋមន្ត្រីថៃនិងកងទ័ពថៃបានចេញមកតតាំងនឹងលោក Andrews មុនផ្ញើលិខិតប្តឹងទៅមេសិទ្ធិមនុស្សអង្គការសហប្រជាជាតិថៃទៀតនៅពេលនេះក្នុងលិខិតដដែលថៃប្រាប់លោក Volker Turk ថាលោក Andrews មិនបានផ្ដល់ពេលវេលានិងឱកាសគ្រប់គ្រាន់ឲ្យថៃបង្ហាញការពិតមុននឹងចេញសេចក្តីថ្លែងការណ៍ប៉ុន្តែលោក Andrews អះអាងថាបានផ្ញើសេចក្តីព្រាងឲ្យរដ្ឋាភិបាលថៃមើលមុន2ថ្ងៃប៉ុន្តែមិនបានទទួលចម្លើយអ្វីទេគិតត្រឹមព្រឹកថ្ងៃទី10ខែសីហាមិនទាន់មានការឆ្លើយតបពីឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិចំពោះលិខិតប្តឹងតវ៉ារបស់ថៃនៅឡើយខ្ញុំរស់សុភាពី News Today NTTV